បងប្អូននេះគឺជាខ្ញុំធ្វើសុបបន្លែពេលល្ងាចណានេះមានសុទ្ធមាន់មានជាមួយនឹងខាត់ណាប្រូកូលីហើយជាមួយនឹងពោតបារាំងហើយមានល្ពៅមានដំណងនេះសុបបន្លែនេះយើងញ៉ាំអញ្ចឹងទៅវារៀងសាបវាមិនសូវនិយាយឆ្ងាញ់អីហ្មងណាអ្នកនរអស់គ្នាតែយើងញ៉ាំអញ្ចឹងទៅពេលល្ងាចយើងពេលគេងទៅវាស្រួលសម្រួលប្រព័ន្ធរំលាយអាហារយើងបានល្អហើយវាស្រួលបត់ជើងអីអញ្ចឹងណាហើយយើងញ៉ាំអញ្ចឹងទៅវាមិនសូវឆ្ងាញ់ដូចម្ហូបដែលគេធ្វើមកដាក់ប៊ីចេងដាក់ស្ករដាក់អីអំបិលអីទេអ្នកនរអស់គ្នាគ្រាន់ថាយើងធ្វើនេះបែបលក្ខណៈសាបយើងញ៉ាំទៅរបៀបថាកុំឲ្យយើងហេវពេលល្ងាចអីចឹងណានេះហើយបើអ្នកទាំងអស់គ្នាមានសាច់គោឬក៏សាច់មាន់អីអ្នកទាំងអស់គ្នាញ៉ាំបន្ថែមទៀតចឹងណាខ្ញុំដាក់តែសុទ្ធមាន់2មានបន្លែដល់យើពោតបារាំងខាត់ណាគឺយើងញ៉ាំបានហើយរសជាតិមកល្មមញ៉ាំអញ្ចឹងអីការពារបានហើយពេលយើងគេងពេលល្ងាចទៅវាអត់ពិបាកក្នុងការរំលាយអាហារវាស្រួលបាត់ជើងទៀត